ប្រយោគ3ហ្នឹងគឺមានកំហុសមួយទាំងអស់ទៀតហើយតោះចូលវីដេអូហ្នឹងដើម្បីស្វែងរកកំហុសទាំង3ហ្នឹងជាមួយគ្នាបើសិនជាអ្នកទាំងអស់គ្នានិយាយថាពាក្យតា it ហ្នឹងយើងគួរតែ time s ពាក្យតា play ក៏គួរ time s ដែរហើយដល់ពេលប្រយោគទី3ពាក្យតា am ហ្នឹងយើងគួរតែដូរវាទៅជា r វិញគឺអ្នកទាំងអស់គ្នាត្រូវទៀតហើយអញ្ចឹងប្រយោគស្រុងរបស់ present simple គឺវាបែបនេះបើសិនជាយើងអត់ប្រើវាជាមួយនឹង verb to be ទេគឺយើងយក subject បូកជាមួយនឹង verb 1បូកជាមួយនឹង object បើសិនជាយើងប្រើវាជាមួយនឹង verb to be យើងប្រើ subject បូកជាមួយនឹង verb to be បូកជាមួយនឹង complement ហើយនឹង object ហ្នឹងគឺវាស្តៀងគ្នាទេបើសិនជាអ្នកនរគ្នាចង់ស្គាល់ច្បាស់អំពី complement អ្នកនរគ្នាអាចចូលមើលក្នុង account ខ្ញុំទៅអ្នកនរគ្នាអាចខម must know words for English grammar ភាគទីម៉ានខ្ញុំភ្លេចបាត់ហើយប៉ុន្តែខ្ញុំបានបញ្យល់ពាក់ព័ន្ធជាមួយនឹង complement នឹងហើយអូខេអ្នកនរគ្នាចំណាំមើលកន្លែងនេះមួយទៀតបើសិនជាយើងអត់ប្រើជាមួយនឹង verb to be ទេយើងប្រើ verb 1ធម្មតា subject បូក verb 1បូក object ប៉ុន្តែបើសិនជាយើងប្រើ verb to be យើងលែងប្រើ verb 1ទៀតហើយដោយសារតែ verb to be វាដើរតួជាកិរិយាសព្ទគោលក្នុង present simple អញ្ចឹងយើងត្រូវចំណាំចេះបានបើសិនជាមាន verb 1គ្មាន verb to be បើសិនជាមាន verb to be គ្មាន verb 1ទេហើយអ្នកនរគ្នានៅក្នុង present simple អ្នកនរគ្នាត្រូវតែប្រយ័ត្នជាមួយនឹង subject នៅក្នុងប្រយោគ positive ដោយសារតែបើសិនជា subject នឹងចូលលក្ខខណ្ឌ he she it ហើយនឹង singular អ្នកនរគ្នាត្រូវ time s ទៅលើ verb 1សូមបញ្ជាក់កន្លែងនេះម្ដងទៀត time s ទៅលើ verb 1អូខេអញ្ចឹងឥឡូវយើងកន្លែងមកមើលប្រយោគទាំង3មិនជាមួយគ្នាប្រយោគទី1 she eats pizza អញ្ចឹង subject she ហ្នឹងគឺវាចូលលក្ខខណ្ឌ he she it ហើយនឹង singular យើងមិញហើយយើង time s ទៅដល់ទៅពេលប្រយោគទី2 everyone plays soccer មូលហេតុដែលយើងដាក់ s ទៅលើពាក្យ play អាពាក្យ everyone ហ្នឹងខ្ញុំធ្លាប់បញ្យល់ហើយម្ដងហើយដោយសារតែវាជា indefinite pronoun ដែលយើងនៅពេលដែលយើងឃើញពាក្យថា everyone everybody everything no one nobody nothing someone somebody something anyone anybody ហើយនឹង anything ឃើញពាក្យទាំងអស់ហ្នឹងគឺយើងរាប់វាជា singular noun អញ្ចឹងកន្លែងនេះ everyone នេះគឺវាជា singular noun មូលហេតុហ្នឹងហើយយើងដាក់ s ទៅលើពាក្យថា place ហើយដល់ពេលប្រយោគទី3គឺគេបន្លំយើងកន្លែងនេះមិនតិចគេដាក់ក្រដងឲ្យយើងឃើញពាក្យថា I នៅខាងក្រោយ I យើងប្រើជាមួយនឹង am ហើយតែប៉ុន្តែកន្លែងនេះមិនមែនអញ្ចឹងទេដោយសារតែវាមានមនុស្សពីរនាក់វាមាន Jenny ហើយនឹង I អញ្ចឹងអាហ្នឹងវាចូលទៅក្នុង plural ហើយអញ្ចឹងកន្លែងនេះគឺយើងត្រូវប្រើជាមួយនឹង am មិនមែនប្រើជាមួយនឹង am ទេហើយអ្នកនរគ្នាអាកន្លែងនេះពីចំណុចដែលអ្នកនរគ្នាគួរតែប្រយ័ត្នចំណុចទី1នៅពេលដែលយើងមានសកម្មភាពច្រើនធ្វើដោយ subject មួយដូចកន្លែងនេះអញ្ចឹង she wakes up brushes her teeth and eats breakfast right អញ្ចឹងwakes up ហ្នឹងក៏ she អ្នកធ្វើ brushes her teeth ហ្នឹងក៏ she អ្នកធ្វើ eats breakfast ហ្នឹងក៏ she អ្នកធ្វើនៅពេលដែលសកម្មភាពទាំង3ហ្នឹងធ្វើដោយ she តែម្នាក់អញ្ចឹងបើសិនជាវាចូលលក្ខខណ្ឌ he she it ហើយនឹង singular ដែលយើងត្រូវ time s ហ្នឹងគឺយើងត្រូវ time ទាំងអស់បើសិនជាយើងអត់ time ទេគឺយើងអត់ time ទាំងអស់ហើយចំណុចដែលយើងអ្នកនរគ្នាត្រូវប្រយ័ត្នទី2នៅពេលដែលអ្នកនរគ្នាប្រើ adverb of frequency ពាក្យថា always ក៏ដោយ never ក៏ដោយ sometimes ក៏ដោយ rarely ក៏ដោយបើសិនជា subject ហ្នឹងយើងត្រូវ time s វាចូលលក្ខខណ្ឌ he she it ហើយ singular time s ធម្មតាបើអត់ time s ទេអត់ time s ធម្មតា follow ម្នាក់មួយផងអរគុណច្រើនបាយចឹងបើសិនជាអ្នកនរគ្នាចង់មើលវីដេអូលម្អិតពាក់ព័ន្ធជាមួយនឹងការមួយនឹងអាចថាវីដេអូអវែងពេញហ្មង30នាទីជាងហ្នឹងអ្នកនរគ្នាអាចចុចពាក្យថា watch more នៅខាងឆ្វេងដៃខាងក្រោមឆ្វេងដៃហ្នឹងឃើញមានពាក្យ watch more ពណ៌ក្រហមមួយហ្នឹងចុចទៅយើងនឹងចូលទៅដល់វីដេអូវែងហ្នឹងហើយអូខេ